មកជុំគ្នាស្រែកលោឡាធ្វើអីនៅទីនេះមិនដឹងទេថាជាបូរីលំដាប់ខ្ពស់ទេអីកញ្ញាហ្វាងអ្នកគ្រប់គ្រងវាងអ្នកមកធ្វើអីនៅទីនេះល្អអ្នកចាំខ្ញុំនឹងទៅឥឡូវនេះពេលនេះញាតិមិត្តរបស់ឯងប្រហែលជាមកដល់អស់ហើយខ្ញុំបានបង្ហាញខ្លួនហើយមិនសមរម្យទេគួរតែទូរស័ព្ទទៅខាងគ្រប់គ្រងបូរីមុនល្អជាងអាឡូអ្នកគ្រប់គ្រងវាងហ្វាងខាងនាងមានរឿងបន្តិចនាងទៅជួយខ្ញុំមើលបន្តិចលោកប្រធានចៅបាទមិញនេះលោកប្រធានស៊ីបានទូរស័ព្ទមកខ្ញុំគាត់ថាមានអ្នកបង្ករឿងនៅទីនេះគាត់ឲ្យខ្ញុំមកមើលហើយអ្នកមកដល់ចំពេលតែម្ដងឯងមើលមកខ្ញុំដែលគេវីនេះទៅមើលហើយនៅនាឡិកា Patek Philippe របស់ខ្ញុំមានតម្លៃ5លានត្រូវខូចខាតអស់ហើយក្រុមហ៊ុន Deng Sheng Property Management គឺជាក្រុមហ៊ុនបុតសម្ព័ន្ធរបស់ខ្ញុំអ្នកគ្រប់គ្រងវាងគឺខ្ញុំជាអ្នកលើកតម្កើងដោយផ្ទាល់មើលទៅតាមរបៀបរបស់គាត់ច្បាស់ណាស់ថាគាត់បានដឹងពីទំនាក់ទំនងរវាងហ្វុងយីនិងស៊ីហឹងតាំងពីខ្ញុំតែដែលនៅតែមិនដឹងរឿងអ្វីសោះណាគេហ៊ានម្លេះហ៊ានមកធ្វើអុកឡុកនៅចំពោះមុខលោកស្រីហ្វុងរបស់យើងគឺគាត់នឹងលោកប្រញាប់ចាប់គាត់មកយកគាត់ទៅក្រុមអនុវត្តច្បាប់ទៅយកគាត់ទៅក្រុមអនុវត្តច្បាប់ទៅលោកអ្នកគ្រប់គ្រងវាងគឺនាងនេះទេខ្លួនឯងបោះនាឡិកាចុះពីលើអគារវាបំបែកឡានគេឥឡូវនាងនៅទម្លាក់កំហុសដាក់អ្នកដទៃទៀតត្រូវហើយលើកមុនគាត់បោះចានផ្លែឈើស្ទើរតែប៉ះមនុស្សលើកនេះប្រើនាឡិកាបោះទៅវាបំបែកឡានគេបើខាងអចលនទ្រព្យរបស់ពួកលោកនៅតែមិនលើកក្រោយបើមានគ្រោះថ្នាក់ដល់អាយុជីវិតតែអ្នកណាទទួលពួកឯងដឹងអីលោកស្រីហ្វុងគឺម្ចាស់ផ្ទះនាគ្រីរបស់យើងនៅទីនេះថ្លៃសេវាអចលនទ្រព្យមួយឆ្នាំរបស់គាត់ច្រើនជាងរបស់ពួកឯង10ឆ្នាំឯងមនុស្សដែលមានឋានៈខ្ពង់ខ្ពស់បែបនេះមិននឹងអាចធ្វើអំពើបោះរបស់ពីទីខ្ពស់រឿងដែលគ្មានសិលធម៌បែបនេះច្បាស់ជាការយកច្រឡំហើយខ្ញុំឃើញពួកអ្នកគ្រប់គ្រងអចលនទ្រព្យមិនធ្វើការអ្វីសោះគ្រាន់តែអង្គុយស៊ីថ្លៃសេវាអចលនទ្រព្យឲ្យយ៉ាងខ្ពស់ដឹងត្រឹមតែលើកគូតអ្នកមានប៉ុណ្ណោះចង់និយាយអីនិយាយទៅបើឯងមានសមត្ថភាពឯងក៏ទៅទិញនាគ្រីទៅចាប់ពួកអ្នកបង្កបញ្ហាទាំងពីរអ្នកនេះកុំឲ្យប៉ះពាល់ដល់ការឈប់សម្រាកបុណ្យរបស់នាងហ្វាងនិងសាច់ញាតិរបស់នាងលោកអ្នកគ្រប់គ្រងវាងតើលោកប្រកាសជាចង់ចាប់ខ្ញុំមែនទេលោកអ្នកគ្រប់គ្រងវាងខ្ញុំសួរលោកជាលើកចុងក្រោយហើយគេបានបំផ្លាញឡានរបស់យើងយោងតាមបទបញ្ញត្តិគ្រប់គ្រងអចលនទ្រព្យនិងច្បាប់ពាក់ព័ន្ធជាការទទួលខុសត្រូវរបស់អ្នកណាច្បាប់គឺនៅខាងខ្ញុំគឺច្បាប់ប្រាប់គេទៅខ្ញុំគិតថាគេមិនទាន់ឃើញក្តាររំជូសមិនទាន់ស្រាប់ទឹកភ្នែកទេលោកសិនទើបជាមេធំពិតប្រាកដរបស់ក្រុមហ៊ុនឌីងសឹងខ្ញុំហ៊ានប៉ះពាល់អ្នកណាផ្សេងតែមិនហ៊ានប៉ះពាល់គាត់ទេនាងហ្វាងលោកស្រីបានបោះនាឡិកាចុះពីលើអគារមកបណ្ដាលឲ្យប៉ះពាល់រថយន្តរបស់នារីម្នាក់នេះគួរតែទទួលខុសត្រូវសំណងទាំងស្រុងក៏ដូចជាការចំណាយលើរថយន្តនេះនិងការខាត់បងពាក់ព័ន្ធអាអ្នកនាមត្រកូលវាងឯងឈួតហើយមែនទេខ្ញុំជាម្ចាស់អគារលំដាប់កំពូលឯងមិនដឹងថាប្តីខ្ញុំជាអ្នកណាទេអីបើឯងជួយខ្ញុំក៏អស់រឿងហើយឯងថែមទាំងរួមជាមួយអ្នកក្រៅឲ្យខ្ញុំចេញថ្លៃខូចខាតឯងជឿអត់ខ្ញុំនឹងឲ្យប្តីខ្ញុំបណ្ដេញពួកឯងទាំងអស់ចេញមិនមែនខ្ញុំមិនជួយអ្នកទេគ្រាន់តែច្បាប់និងបទបញ្ញត្តិមានស្រាប់ហើយការបោះចោលរបស់របរពីទីខ្ពស់ត្រូវតែទទួលខុសត្រូវដរាបណាវាជាកំហុសរបស់អ្នកទាំងស្រុងត្រូវតែសងសំណងសម្ដីលោកអ្នកចាត់ការវាងរបស់ក្រុមហ៊ុនខ្វាងយូអ្នកគួរតែស្ដាប់ឲ្យច្បាស់ហើយខ្ញុំយល់ច្បាស់ហើយខាងអចលនទ្រព្យឲ្យគ្រាន់តែបានលុយសំណុកពីគាត់ហើយភ្លាមមកធ្វើបាបខ្ញុំពួកឯងចាំមើលទៅឥឡូវខ្ញុំឲ្យប្តីខ្ញុំភ្លាមសូមឲ្យបងប្អូនអរគ្នាបើសិនជារយៈពេលមួយអាទិត្យអាចស្រកបានពី3ទៅ4គីឡូតើបងប្អូនអរគ្នាសប្បាយចិត្តអត់ហើយបើនិយាយពីរឿងឡើងគីឡូវិញញ៉ាំតាន់តិចក៏ឡើងគីឡូដែរតើបើចង់ឲ្យស្រកគីឡូវិញមែនទម្រាំបានមួយខាំពីរខាំនិយាយពីថាយូរតែឥឡូវលែងតឹងធុងទៀតទេដោយសារតែបានជប់របស់ប៉ិតតែបងប្អូនខ្ញុំញ៉ាំជាមួយនឹងវីតាមីនសមុទ្រស៊ូជីមកកំប៉ុងហ្នឹងស្រកពី5គីឡូទៅដល់6គីឡូហ្មងហើយមិនដែលជប់ទេបងប្អូនវីតាមីនសមុទ្រអីញ៉ាំទៅស្រកលឿនហើយអត់ធ្វើទុកអត់រៀករូសអត់ចាំបាច់តមហាអត់ចាំបាច់ហាត់ប្រាណស្រកគីឡូដោយសុវត្ថិភាពបងប្អូនដែលកំពុងតែកៀងគីឡូអាចសាកញ៉ាំជាមួយនឹងវីតាមីនសមុទ្រស៊ូជីបានបងប្អូនអរគ្នាជាផលិតផលដែលមានគុណភាពនិងស្តង់ដារនិងប្រសិទ្ធភាពពិតតែម្ដងហើយបងប្អូនអរគ្នាអាចរកទិញបាន25ខេត្តក្រុងឥឡូវខ្ញុំឲ្យប្តីខ្ញុំភ្លាមបងសម្លាញ់អូនឆាប់មកពួកគេសុទ្ធតែធ្វើបាបអូនកាត់អីបងមិនបានឲ្យលោកអ្នកចាត់ការវាងទៅជួយអញហើយឬជួយអូនគាត់ជួយឯណាទៅគាត់មិនត្រឹមតែមិនជួយអូនទេថែមទាំងឲ្យអូនសំលុយឲ្យស្រីម្នាក់នោះទៀតបងឆាប់ដោះស្រាយជាមួយគាត់ទៅអីគេឲ្យលោកអ្នកចាត់ការវាងនិយាយទៅសពឲ្យអ្នកក្បត់បាក់ពួកខ្លួនឯងចាំមើលប្តីខ្ញុំដោះស្រាយជាមួយគេយ៉ាងម៉េចអរគុណលោកប្រធានស៊ីតាលោកពូកែអីរឿងតូចតាចប៉ុណ្ណឹងក៏ធ្វើមិនបានដែរអ្នកជាអ្នកគ្រប់គ្រងអចលនទ្រព្យនេះនៅចង់ធ្វើទីទេទោះខ្ញុំគ្រាន់តែជាអ្នកធ្វើការស៊ីឈ្នួលគេក៏ដោយតែខ្ញុំក៏មានក្រុមសិលធម៌វិជ្ជាជីវៈរបស់ខ្ញុំដែរបញ្ញាបោះរបស់ពីកន្លែងខ្ពស់ត្រូវឡានអ្នកដទៃគឺត្រូវតែសងអ្នកគំរាមខ្ញុំក៏គ្មានប្រយោជន៍ដែរខាងគ្រប់គ្រងអចលនទ្រព្យនេះលើកនេះទីបំផុតបានធ្វើរឿងត្រឹមត្រូវមួយហើយក៏រឿងច្រើនម្ល៉េះឥឡូវខ្ញុំនឹងបណ្ដេញអ្នកចេញភ្លាមលោកមិនអាចបណ្ដេញខ្ញុំបានតែតាំងនឹងដកហូតបុគ្គលិករបស់ក្រុមហ៊ុនយើងគឺសម្ដីគ្មានបានការនៅក្រុមហ៊ុនខ្ញុំចង់បណ្ដេញចេញក៏បណ្ដេញចេញទៅនៅក្នុងក្រុមហ៊ុនបានខ្លាយជាមនុស្សគ្មានច្បាប់ទម្លាប់ដល់កម្រិតនេះហើយរំលងខ្ញុំឲ្យបណ្ដេញបុគ្គលិកចេញតាមអំពើចិត្តនេះហើយជាអ្វីដែលខ្ញុំគិតប្តីអូនពិតជាអស្ចារ្យណាស់គ្រប់គ្រាន់ហើយ
ខ្ញុំគ្រាន់តែដោះស្រាយបញ្ហាចលនាត្រប់បន្តិចមួយប៉ុណ្ណោះក្នុងរយៈពេល5នាទីបានបណ្ដេញ9អ្នកចេញហើយទៅបាត់ទៅអូខេប្តីសម្លាញ់មួយស៊ឺលឺហើយនៅប្តីខ្ញុំគាត់ថាក្នុង5នាទីនឹងបណ្ដេញអ្នកចាត់ការនេះហើយឃើញទេអ្នកណាដែលហ៊ានធ្វើបាបកូនស្រីខ្ញុំនឹងមិនបានល្អទេជាយពិតជាមានសំណាងណាស់បានរៀបការជាមួយមនុស្សធំបែបនេះមិនដូចអ្នកខ្លះដែលមានត្រឹមតែអ្នកចាត់ការម្នាក់នៅពីក្រោយនោះទេមិនអាចប្រៀបធៀបនឹងឆេវបន្តតែសោះប្តីនាងឯងខ្លាំងពូកែយ៉ាងនេះហើយអញ្ចឹងនាងហ៊ានភ្នាល់ជាមួយខ្ញុំអត់ភ្នាល់អីគឺភ្នាល់ពីប្តីនាងឯងហ្នឹងក្នុង5នាទីប្តីនាងឯងមិនអាចបណ្ដេញលោកវ៉ាងបានតតែសោះហាហាហាអូយនាងពិតជាធ្វើឲ្យខ្ញុំសាច់ស្លាប់ហើយនាងមិននឹកស្មានថាប្តីខ្ញុំជាអគ្គនាយកក្រុមហ៊ុនដេងឆេងមិនអាចបណ្ដេញអ្នកចាត់ការម្នាក់សោះមែនទេហេភ្នាល់ក៏ដល់ខ្ញុំចាញ់ខ្ញុំនឹងសងថ្លៃឡាននាងឯងគ្រប់ចំនួនមិនខ្វះ1 សេនទេបើនាងឯងចាញ់គឺនៅមុខមនុស្សជាច្រើនអ្នកនេះហើយលុតជង្គង់សុំទោសខ្ញុំទៅបានហើយលោកអ្នកគ្រប់គ្រងឆេនមែនទេមិញនេះអ្នកបានទទួលដំណឹងពីអ្នកគ្រប់គ្រងណាទេពីការបណ្ដេញអ្នកគ្រប់គ្រងអចលនៈគ្រប់គ្រងបានទទួលហើយគឺលោកអគ្គនាយកស៊ីជាអ្នកទូរស័ព្ទមកលោកអគ្គនាយកសិនបានបង្គាប់តនអនុវត្តការបណ្ដេញរងចាំការជូនដំណឹងបន្ថែមទៀតបាត់ដឹងហើយមើលទៅពិតជាការពិតមែន5នាទីហើយមើលទៅប្តីរបស់នាងក៏មិនអាចដែរគ្រាន់តែបណ្ដេញអ្នកគ្រប់គ្រងអចលនៈគ្រប់ម្នាក់សោះក៏មិនទាន់បានសម្រេចនាងមិនមែនកំពុងតែអ៊ូទេដឹងពិតជាមិនមានដំណឹងអ្វីសោះទូរស័ព្ទរបស់អ្នកគ្រប់គ្រងវាងមិនបានរកសោះក្រុមហ៊ុនធំមែនទេដំណើរការយឺតបន្តិចក៏ជារឿងធម្មតាដែរយ៉ាងយឺតបំផុតកន្លះម៉ោងគាត់នឹងទទួលទូរស័ព្ទឲ្យគាត់ចេញទៅភ្លាមនោះមានន័យថាអ្នកនិយាយដល់ខ្ញុំហើយកញ្ញាវាងដោយសារខ្ញុំមិនទាន់ត្រូវបានបណ្ដេញចេញអញ្ចឹងខ្ញុំនៅតែជាអ្នកគ្រប់គ្រងអចលនទ្រព្យនៅទីនេះពុករួមនឹងការភ្នាល់មិញនេះខ្ញុំណែនាំអ្នកគួរតែឆាប់ទូទាត់ឲ្យអ្នកនាងម្នាក់នេះសងថ្លៃឡានរបស់គាត់ទៅបើមិនអីចឹងទេរឿងនឹងរីកធំមិនល្អសម្រាប់នរណាម្នាក់ទេយត់ឆាប់សងលុយមកគឺសងលុយមកស៊ីវីឲ្យធ្វើមិនទៅចង់សងលុយមែនទេបានយ៉ាងណាក៏ខ្ញុំមិនខ្វះលុយប៉ុណ្ណឹងដែរអញ្ចឹងយើងគប់ឡាននឹងសិនទៅគប់ឡាននឹងសិនទៅឈប់អញគិតច្បាស់សិនកញ្ចក់ឡាននឹងតម្លៃក៏មិនប្រមាណដែរបើអញគប់ឡានទាំងមូលនោះមិនមែនជារឿងលេងសាច់ទេខ្លាចខ្ញុំសងមិនរួចមែនទេជិះឡាន Volkswagen បាក់បែកមួយគ្រឿងកុំថាឡើយគប់មួយគ្រឿងទោះជាគប់100គ្រឿងក៏ខ្ញុំសងរួចដែរអត់អីទេឲ្យវាគប់ទៅរឿងកាន់តែរីកធំអញ្ចឹងនៅស្ងៀមធ្វើអីទៀតមិនឆាប់មកជួយគប់ឡានទៅអ្នកណាគប់ខ្លាំងជាងគេខ្ញុំនឹងឲ្យលុយនេះក៏ហួសហេតុពេកហើយនៅថ្ងៃត្រង់ចេះបែបនេះពួកអញគ្មានច្បាប់ទម្លាប់តតែសោះមែនទេមិនខ្វល់អ្នកផងឃើញផងហ៊ានវីកំតិចទៀតពិតជាល្ងងហើយប្រហែលមែនសៀងយន្តក្នុងទូទឹកកប់ខ្ញុំមានរបស់មិនបាច់ខ្វល់របស់ស្អីទេរបស់ថោកទាបនេះម៉ែនឹងវីកំតិចវីចោលហេកោបឡើងវីសូមចុច follow page like និង share វីដេអូម្នាក់មួយដើម្បីបានមើលភាពបន្តទៀត